đại bộ quạt ban cho bóng điến sơ sang nụ sắp tốt vì chia cùng lưới môi đại ai đại bộ quạt svang vô có đôi chiếc đông chỗ ba ông pi lại sân nhà cho có đôi chiếc lâm sân nhà cho xanh xinh nhưng phim có đôi chiếc sơ sang nụ sắp ở tay sông làm nó con nhánh chi chơi tới can lục pu nó có ba đã ban cho một bóng hạt bóng điến có đôi chiếc đo chừng nét đông tới can sơ sang nụ sắp ông pi chỗ ba lại sân nhà cho đá cho đầm bẹ bộ quạt vô đông môi cầm đặt tiền nhưng có sống không tha nằm miên ca cho bóng điến tại ca sẽ là đầu tiên tiết đóng bệ bộ quạt xoay vô có đôi chỉ vô đâm ở bên sân nhà chờ đá cho ai can tại ba chương ly thật tiền សម្រាប់ការចោលអប់រំរបស់ពួកគាត់នេះគឺខ្ញុំមានចំណាក់អារម្មណ៍ថាគឺអរគុណមែនតើដោយសារយើងឃើញថាគ្រោះថ្នាក់ចរាចរណ៍គឺនាំឲ្យអាចមានការបាត់បង់ជីវិតការពិការភាពហើយដោយហេតុនេះហើយបន្ទាប់ពីការស្ដាប់ពីការបទបង្ហាញការអប់រំរបស់ពួកគាត់ខ្ញុំនឹងបន្តពីនេះទៅប្រាប់មិត្តភ័ក្តិខ្ញុំដែលពួកគាត់បានចូលរួមក្នុងការអប់រំនេះព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំផងដែរគុណសាលានិងពូពូននគរបាលពួកគាត់បានចុះមកបង្ហាញការអប់រំទៅលើចរាចរណ៍សម្រាប់ពួកសិស្សានុសិស្សនិងប្រជាជនទាំងឡាយដែលពួកគាត់កំពុងត្រៀមក្នុងការកាន់ចង្កូតព្រមទាំងពួកគាត់ដែលនៅតាមផ្លូវទាំងអស់ឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍20%ផ្ទៃចុះក្រោមនេះតម្រូវឲ្យអ្នកបើកបរដឹងនិយាយទៅចាប់ពីម៉ាន15ណាបាទ15ឡើងទៅតម្រូវមានបានបើកបរហើយបាទបិណ្ឌតម្រូវមានបានបើកបរចុះម៉ូតូដែលមានកម្លាំងចាប់ពី125cc ឡើងទៅតម្រូវឲ្យបើកបរអាយុចាប់ពីម៉ានទៅអត់បានបើកបរបើកកានបាទអញ្ចឹង18ឆ្នាំហើយត្រូវតែមានអីជាប់ជាមួយបានបើកបរប្រភេទអីគេមានណាគេចងចាំទេប្រភេទអីគេការពីយើងរៀនថ្នាក់ទី1យើងរៀនអក្សរអីគេមុនគេបាទអញ្ចឹងវាអត់ខុសអីពីបានបើកបររបស់យើងនេះមុននឹងយើងឈានទៅដល់កម្រិតផ្សេងយើងត្រូវតែឆ្លងកាត់អក្សរកហើយក្នុងប្រទេសរបស់យើងបានបើកបរចែកជា5ប្រភេទទី1អក្សរអីគេកហ្នឹងហើយទី2ខទី3កទី4ខទី5ងស្រួលចាំណាបាទទី1គឺកម្លាំងម៉ូតូ125 cc ចុះកជាមួយនឹង125 cc ឡើងលើសូមទៅមុខទៀតពាក់ព័ន្ធជាមួយនឹងយានយន្តអាចបើកបរបានត្រឹមតែ40 km ក្នុង1ម៉ោងអញ្ចឹងទី1រថយន្តអីគេទាំងគ្រួសារទី2រថយន្តទេសចរដែលមាន6កៅអីទី2រថយន្តទេសចរដែលមាន8កៅអីឬ2 10កៅអីជាមួយនឹងរថយន្តក្រុងដែលមាន42កៅអីនេះជាប្រភេទយានយន្តដែលបាន40 km ក្រៅទីជុំជនទៅហើយទី1មុននឹងឡើងបាក់បោតូចតែមានថ្មីនៅតែពាក់មុខសម្បត្តិពាក្យទី2ដាក់គាត់ជំនឿបាទព្រោះអីមួយសមត្ថភាពនឹងជំនឿនេះសំខាន់ណាស់ពេលខ្លះបងប្អូនថាពាក់ទៅមុខបានដែរលោកថាចរាចរណ៍ដាក់ឡើងអត់ប្រាប់ជាមុនទេណាបាក់ពីពឹបពីបាក់ទន្តិចធ្វើឲ្យមួយនឹងរបបពីក្បាលបាទដោយសារអត់គាត់ជំនឿបាទទី1ទី2តាក់ទងទៅនឹងលោកគ្រូសាបានហើយលើកអសររង្វង់មូលអសរទេណាខ្ញុំគិតថាបងប្អូនបានយល់ហើយអញ្ចឹងហ៎បាទហើយលើសក់សិទ្ធិអភិបាលឋានៈសិទ្ធិអភិបាលលេខបាយទី4យើងផ្ដល់សិទ្ធិឋានៈខាងស្ដាំស្ដាំដៃលើអសរទេសិទ្ធិអភិបាលលើត្រង់រង្វង់មូលសិទ្ធិភាពអ្នកដែលចូលរង្វង់មូលខាងចូលរង្វង់មុនគេបាទអញ្ចឹង